ជំរាបសួរក៏ដូចជាសួស្តីទៅកាន់ប្រិយមិត្តដែលស្ដាប់នៅក្នុង Channel និទានរឿងខ្មោចរាត្រីទាំងអស់គ្នាហើយវិលមកជួបជាមួយនឹងខ្ញុំបាទសាជាថ្មីម្ដងទៀតហើយនៅក្នុងថ្ងៃនេះខ្ញុំមានសាច់រឿងថ្មីមួយដើម្បីចែករំលែកទៅកាន់ប្រិយមិត្តដែលស្ដាប់ទាំងអស់គ្នាហើយរឿងនោះគឺខ្ញុំបានដាក់ចំណងជើងថាដំបូកអាបនៅថ្ងៃមួយហ្នឹងគឺមានរឿងរ៉ាវចម្លែកមួយបានកើតឡើងនៅក្នុងភូមិរបស់ខ្ញុំផ្ទាល់ហើយរឿងនោះវាមិននៅឆ្ងាយប្រហែលពីផ្ទះខ្ញុំទេម្លងតែ4-10ផ្ទះទេប៉ុន្តែរឿងហ្នឹងវាកន្លងទៅហួសដូចជា20ឆ្នាំហើយអ្នកនរយ៉ាងការចងចាំរបស់ខ្ញុំហ្នឹងគឺវានៅតែដកជាប់នៅក្នុងខួរក្បាលជាប់ជានិច្ចដោយសារតែវាគៀកផ្ទះពេកអញ្ចឹងចេះតែចងចាំហើយកុំឲ្យខាត់ពេលយូររឿងនឹងចូលទៅដល់សាច់រឿងទាំងអស់គ្នាហើយសម័យថ្ងៃមួយហ្នឹងគឺនៅក្រោយផ្ទះខ្ញុំហ្នឹងមានប្តីប្រពន្ធនិងកូន2នាក់ដែលមកស្នាក់អាស្រ័យនៅក្នុងភូមិហ្នឹងដូចជាគាត់មានសាច់ញាតិបងប្អូននៅក្នុងភូមិហ្នឹងដែរហើយកន្លែងហ្នឹងដីហ្នឹងគឺគាត់បានសុំអ្នកភូមិខ្ញុំម្នាក់ដែលគាត់ជាម្ចាស់ដីហ្នឹងដើម្បីសង់ខ្ទមនៅក្នុងភូមិហ្នឹងនៅក្នុងកន្លែងហ្នឹងថ្ងៃមួយអ្នកភូមិរបស់ខ្ញុំហ្នឹងផ្ទះអ៊ំហ្នឹងគឺខ្ញុំសុំមិនបញ្ចេញឈ្មោះទេគឺគាត់បានបាត់ទាអ្នកនរគ្នាបាត់ទាយ៉ាងចម្លែកពីព្រោះថាទារបស់គាត់ហ្នឹងចំតែក្នុងត្រង់ទេហេតុអីបានជាវាបាត់ដល់យ៉ាងទៅគាត់ក៏អត់ទៅចាប់អារម្មណ៍មិនអត់ទៅចាប់អារម្មណ៍គឺគាត់អត់ចាប់អារម្មណ៍តែម្ដងរឿងទាហ្នឹងថាវាបាត់ជាធម្មតាក៏លួយណាគេចាប់ស៊ីចាប់អីវាយយកទៅណាទៅណីគេលួចអីបាត់ទៅយ៉ាងណាគាត់អត់តន់អីទេគឺគាត់អត់តន់តាមដានទេដល់ថ្ងៃមួយអ៊ីរបស់ខ្ញុំហ្នឹងគាត់បានចុះមកបត់ជើងតូចហើយផ្ទះរបស់គាត់ហ្នឹងគឺធ្វើបែរមុខមកលិចមកទិសខាងលិចណាហើយដំបូកហ្នឹងគឺមានដើមអំពិលទឹកមួយនៅខាងលើដុះបុកដំបូកហ្នឹងមានន័យថាដំបូកហ្នឹងដុះនៅក្រោមដើមអំពិលទឹកណាអ្នកនរគ្នាហើយនៅដើមវាលក្ខណៈថាគួរឲ្យខ្លាចដែរពេលយប់លប់អីចឹងណាព្រោះដំបូកហ្នឹងធំហើយអ្នកភូមិអ្នកអ៊ីខ្ញុំអីហ្នឹងគឺគាត់អត់បានរំលាយឬក៏កាប់ដំបូកហ្នឹងចេញទេដោយសារថាទុកវាយ៉ាងទៅដើម្បីបេះអំពិលទឹកដើម្បីអីចឹងណាហើយណាមួយវាអត់តែមានរឿងអីផងបានជាគាត់ទុកដំបូកហ្នឹងដល់យ៉ាងទៅនៅពេលដែលអ៊ីខ្ញុំគាត់ចុះមកបត់ជើងតូចគាត់ឃើញភ្លើងហើយជាខ្ទង់ម៉ោង10អ្នកនរគ្នាម៉ោង10យប់អញ្ចឹងអ្នកភូមិខ្ញុំម៉ោង10យប់អីហ្នឹងគឺគេសម្រានលក់អស់ហើយស្កប់ស្កល់ហើយសម័យថ្ងៃហ្នឹងពីព្រោះថាអត់ទាន់ជឿនលឿនដូចសពថ្ងៃហ្នឹងមានទូរស័ព្ទមានទូទំនើបមើលអីណាអញ្ចឹងគាត់ក៏ចុះមកបត់ជើងតូចទៅក៏ឃើញភ្លើងហោះចេញពីដំបូកហ្នឹងហើយគាត់ក៏មិននឹកស្មានថាភ្លើងនេះជាភ្លើងអាបដែរគាត់អត់នឹកស្មានថាភ្លើងនឹងជាភ្លើងអាបណាអ្នកគ្នាអញ្ចឹងគាត់ក៏ធ្វើធម្មតាទៅហើយយ៉ាងនៅពេលដែលគាត់ធ្វើធម្មតាហើយគាត់ក៏មិនទាន់ជាមាត់កអីដែរក៏ប៉ុន្តែនៅយប់8កើតនិង15កើត8រួចនិង15រួចគឺគាត់តែងតែឃើញគាត់សង្កេតឃើញថាដំបូកហ្នឹងឥឡូវវាដូចជាម៉េចតែងតែមានភ្លើងហោះចេញពីដំបូកហ្នឹងអញ្ចឹងដល់ពេលហើយអ៊ំម្នាក់ដែលគាត់ចិញ្ចឹមទាណាគាត់មិនមែនចិញ្ចឹមតែទាទេគាត់ចិញ្ចឹមជ្រូកចិញ្ចឹមមាន់ចិញ្ចឹមទាអីចឹងហើយគាត់ប្រហូរស្រាអញ្ចឹងគាត់ចិញ្ចឹមជ្រូកកុំឲ្យខាតបាយស្រាកុំឲ្យចាក់ចោលចាក់អីចឹងណាដល់ពេលគាត់ចិញ្ចឹមទៅយូរទៅមាន់ហើយនឹងទារបស់គាត់ហ្នឹងវាតែងតែបាត់ជាញឹកជាញាប់ពេកអញ្ចឹងគាត់ក៏តាមដានអ្នកគ្នាដល់វគ្គដែលគាត់ត្រូវតាមដានរឿងនឹងម្ដងហើយគាត់ចេះតែឆ្ងល់ថាហេតុអីបានជាមាន់ទារបស់គាត់ហ្នឹងវាបាត់ទៅវាស្រួលម៉េះហើយអាណាគេក៏តនេម៉េះលួចមិនចេះចប់មិនចេះហើយអញ្ចឹងគាត់ក៏បានរៀបកំហុងជាមួយនឹងកូនប្រុសរបស់គាត់ហ្នឹង
hiệp cầm hôn cho mùi nâng con phổ bọc quát tha dụng nâng dương bạch đề kì bạc kẹ muối mùi con phổ bọc quát nâng rồi con phổ bọc quát nâng thô mói mình không mình ná nọc nếu quay dùm tung rồi dẫn phép con hạ dưỡng dụng nâng bạch đề đi đạ viên kia diệm ta hai ấy cho mưa dương trong đang học bình na cái mục một về rằng mất hai ấy ban chết lùi mòn lùi tia dương nhá lùi lần trong là lùi bị thòng ấy dân mớ đạ quyền kia diệm và khơi hai anh đời dân từ số số kia hai bộ con pi nè nó cô hiệp công hồn đi mũi khai thao khai vào miền A miền phía ấy rồi có vây chùm lại cái mũi một xí cốt của bạn cặp đâm bấm bờ tật nào khi score là đâm bờ tật về tay đồng miền Pala miền ấy giống na hàng cái này quạt chăm chục nằng đó bây giờ tới cặp hào dân tới tung mong đọc bị dục màu tiết nào này p năng đai cứ chỉ p để áp nắng lẹ ai có một thái chập bán đấy nè này kìa đá dương đập bị đào màu xanh hả và hai bạc mệt có tha giúp nâng trong mong đập pi nắng cứ áp nắng và hai khuôn đôi trên pi đập bột nâng mền đập bột không đàm bờ tắc nào kìa cứ ho trên pi đập bột nâng mền quát ọt toàn thử ấy về để lưu tra tại áp nâng ho còn lăng cho còn lăng lang còn lăng cho còn lăng hậu mòn hậu tia có bàn đá Poco nó cứ quát ban đăng pi là bạch quát ban chập món chập tia đã nông thùng hỏi bị phụ thà quát miền thùng lùm rùm lê mùi tía đó nè giật cua thao bà sân dùm mộtวันrồi có tia vì nhỏ hơi dần tới gọt chập tới đã lại nó ngồi đách về kia từ ở đó bây giờ quát chập món chập tia này sẽ so bị A bị C đúng không quát có chập tới đã nông thùng nông tới đó bị A nó bị ho còn lăng cho còn lăng lang còn lăng cho còn lăng lang ọt khơi món năng tia nó vía có cho tới xí chụp là một chục á ở đằng tha chỉ cam pi ấy đây nọ thì hai đây ban chỉ bị trôi chật xìa là bỏ smoke group nâng giang này oi từ tẹt tương từ nâng rừng của bị trôi chật xì từ là bỏ smoke group côn cả thấy chai thấy ấy nâng thấy chục mòn này nâng vía trôi chật từ xìa dần ở đằng tha cam pi ấy vì thế nọ thì còn để cho mò mình to nâng ban xì chục phong ông phò mình nè đây chơi chia bột nó cứ quát trên bột kẹo mà trên bột kẹo sấy mà áp bên phùm nào này áp nó còn đặc khơi ho slôi từ mà ho slôi tới một lượt phướng á bị phụ tham mình ai ho bao phướng này cái nào ho bao phướng tới cứ khơi giống con tái muốn được bật phướng cái tháp pi để bật phướng nó cứ bắt này cái lại từ bột này giống cái có song sái từ lứa tía phụ xà nâng cái đó cụ xa nắng và hai chị miên mà nè chị A vậy đời dân tới cái của toàn một này nè phùm đồng họ nó có cái thứ bị hại cả vậy định bị hại cả là bỏ thầy gì giống đó nào thấy á cứ bị tia môi từ tia môi pi mà đô môi từ mà đô môi giống kế tay vậy thá y mà nè đấy chị hai con giấy bao có sát bên tên nào thì hai con tay để thơ nôm lụa ở trong phùm đó miên nôm khủ tư nôm vàng tư nôm bông son nôm ấy giống á đọc đi còn tầm miên hướng nâng cao lớn cái có phải áp con trai và con cái thao chụp từ tinh nôm tia y nâng tư y nâng xong sai để con chị A B cái lúa quạt đỏ stuck một ở đó ấy trôi được nông nôm nông ấy đừng tới dân ai thua dân nắng khai về áp đối cho quạt đài cái hỏi ta ti dịch áp á nọ cái này khai chlon khai về áp khai về ấy dân tư hỏi tật dân tật ấy nắng nạp phúng quạt phải giá đó quạt chập bị pê nông mó quạt miền ca thư cùng hộp thư ấy hỏi tình cùng hộp biển đầy cùng hộp ấy dân á khai ngày nào muối y nâng quạt ọp rồi quạt khăn này nạp phúng đây mà từ tinh nôm tinh ấy gọt dần tới quạt từ thư ba thư ấy dần tới còn đây dân này ở đây ở đang thà quạt miền ca rằng
រង្គៀសចិត្តឬក៏គាត់ភ័យខ្លាចអ្នកភូមិនឹងគេធ្វើបាបគាត់ឬក៏មិនមិនយូរប្រមាណក៏អ៊ីនឹងចេញពីភូមិនឹងទៅបាត់ឈឹងតែម្ដងតទៅសពថ្ងៃនឹងអ្នកនរសួរដំណឹងគាត់ទៅអត់ដឹងថាគាត់នៅណាទេតាមពិតទៅគាត់នឹងគឺជាអាបហើយការដែលអ៊ំប្រុសនឹងឃើញហ្នឹងឃើញត្រង់ទ្រាយមុខហ្នឹងច្បាច់ទៅចំមុខហ្នឹងគឺមិនមែនមុខមនុស្សទេអ្នកនរគឺមុខសត្វដូចជាក្បាលហ្នឹងសត្វអីផ្សេងទៅព្រោះគាត់ថាសក់កទ្រីងកទ្រើងអ្នកនរមិនយ៉ាងនឹងថាសត្វហ្នឹងក្បាលសត្វហ្នឹងសត្វអីទេដល់ពេលយ៉ាងទៅអ្នកភូមិក៏គាត់ចេះតែសួរនាំថាម្នាក់ហ្នឹងទៅណាហើយគាត់ទៅរស់នៅឯណាឥឡូវហ្នឹងគេចេះតែសួរនាំទៅអ្នកនរពីព្រោះថាអ្នកភូមិហ្នឹងក៏មានជាសាច់ជាញាតិអីគាត់នៅក្នុងភូមិហ្នឹងដែរហើយសាច់ញាតិរបស់គាត់ហ្នឹងក៏ថាមិនដឹងថាទៅណាទេសូម្បីតែលេខទូរស័ព្ទហ្នឹងក៏តាក់ទងបានមិនដឹងថារស់នៅកន្លែងណាទេរាល់ថ្ងៃហ្នឹងភ្លេចបងប្អូនអស់ហើយមិនដឹងហើយរឿងហ្នឹងក៏វាចប់ត្រឹមហ្នឹងទៅរឿងអាបហ្នឹងអ្នកនរប៉ុន្តែមកឡងមកបាត់2ឆ្នាំទៀតហ្នឹងគឺខ្ញុំបានធ្វើជាកូនសិស្សលោកនៅក្នុងវត្តរបស់ខ្ញុំហ្នឹងដល់ពេលយ៉ាងទៅថ្ងៃមួយខ្ទង់ប្រហែលជាម៉ោង11យប់អ្នកនរម៉ោង11យប់ហ្នឹងគឺប្រសង់នៅក្នុងវត្តហ្នឹងលោកអត់ទាន់សឹងទេលោកនៅរៀនធម៌មួយអង្គពីរអង្គអីយ៉ាងទៅដែលគេហៅថាការប្រកួតប្រជែងណាលោកប្រកួតប្រជែងរៀនធម៌ប៉ុណ្ណាំងប្រជែងគ្នាថាបើលោកណានៅបានយូរជាងគេរៀនបានយូរជាងគេអាហ្នឹងឈ្នះគេឲ្យមានធម៌សូត្រតាមបុណ្យតាមការអីយ៉ាងទៅយ៉ាងព្យាយាមរៀនណាដល់ពេលរៀនទៅអ្នកនរលោកសម្លឹងទៅខាងក្នុងអាក្រោយសាលាហ្នឹងកន្លែងគេហៅថាលូលាងចានអ្នកនរលូលាងចានប្រហូរចានហ្នឹងវាមានក្លិនភក់ជ្រាំមកមិនចឹងមិនដឹងថាអាបហ្នឹងវាមកពីពេលណាទេណាវាទៅសងំស៊ីអាភក់ជ្រាំដែលកន្លែងគេលាងចានហ្នឹងហើយចេះតែឆ្ងល់ថាហេតុអីនៅកន្លែងហ្នឹងវាចេះតែឆ្កែព្រុសកន្លែងហ្នឹងព្រុសមែនតើអ្នកនរអញ្ចឹងលោកឆ្ងល់លោកមួយអង្គហ្នឹងលោកអត់ខ្លាចទេអ្នកនរលោកបានចូលចេះតែដើរទៅចូលហើយសម្រាប់ខ្ញុំវិញគឺខ្លាចមែនតើអ្នកនរខ្លាចត្រង់ថានៅខាងក្រោមសាលាហ្នឹងគឺគេដាក់អាទិះខ្មោចនិងកំហោបមកឈូសអញ្ចឹងមិនហ៊ានទៅទេខ្លាចអាទិះហ្នឹងពីព្រោះថាថ្ងៃខ្លះហ្នឹងអាទិះហ្នឹងក៏ធ្វើទុកដែរមានការរង្គើមានការលន់គ្រុងគ្រាំងអាកំហោបនេះហ្នឹងមិនដឹងថាឆ្មាឬក៏អីវាទៅដើរទៅជិះអីលើហ្នឹងអីចឹងណាដល់យ៉ាងទៅអង្គហ្នឹងក៏លោកទៅមើលស្រាប់តែគ្រាន់តែលោកដើរចិត្តទៅដល់អាបហ្នឹងស្រាប់តែបើកភ្លើងភ្លើងខៀវរបស់គេហ្នឹងហោះវឹងទៅតាមអាប្រឡោះដើម7ហ្នឹងហោះទៅវាស័យហើយបិទភ្លើងនៅកន្លែងព្រៃមួយគេហៅថាព្រៃឆោមព្រៃហ្នឹងគឺព្រៃស្ងប់ស្ងាត់ហើយស៊ុបប្រទ្រុបមែនតើស្រាប់តែនៅក្នុងហ្នឹងលោកអត់មាត់ទេក៏ប៉ុន្តែលោកសង្ស័យថានៅក្នុងភូមិហ្នឹងប្រហែលជាមានអាបទៀតដល់ពេលដឹងយ៉ាងទៅអ្នកនរចាប់ពីថ្ងៃនោះមកមិនដែលឃើញសមោអាបនឹងមកទៀតទេប្រហែលជាខ្លាចឬក៏អ្នកភូមិផ្សេងឬក៏នៅក្នុងភូមិរបស់ខ្ញុំហ្នឹងអ្នកភូមិតែងតែប្រយ័ត្នទៀតហើយដែលប្រយ័ត្នមិនឲ្យគេដឹងទេណាបើខ្លាចគេដឹងទៅខ្លាចគេធ្វើបាបធ្វើអីអាបនឹងយ៉ាងទៅហ្នឹងហើយរឿងហ្នឹងក៏មានតែប៉ុណ្្នឹងដែរដើម្បីចែកម្លែកទៅកាន់អ្នកនរគ្នាក្នុងថ្ងៃហ្នឹងមកលើលុះខុសខាតកន្លែងណាសូមអ្នកនរគ្នាខន្តីបណ្ដៃអភ័យអត់ទោសដល់ខ្ញុំផងហើយកុំភ្លេចជួយចុច Subscribe Channel YouTube របស់ខ្ញុំម្នាក់មួយផងដើម្បីខ្ញុំមានកម្លាំង